ងអំណាចបនស័កជន់ឈ្លីជីវិតរាកូនអភិបាលស្រុកម្នាក់ស្រវឹងបើកបោបុកក្មេងរបួសធ្ងន់បានប្រើពាក្យសម្ដីអសុរោះបើងាំសង$20,000ភ្នំពេញភ្លើងកំហឹងបានឆាប់ឆេះពេញបណ្ដាញសង្គមនិងក្នុងចំណោមមហាជនបន្ទាប់ពីមន្ត្រីរាជការម្នាក់ដែលគេស្គាល់ថាជាកូនអភិបាលស្រុងបានបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាពស្រវឹងរួចប្រើពាក្យសម្ដីមាក់ងាយដល់តម្លៃជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរថាការស្លាប់របស់មនុស្សម្នាក់អាចដោះស្រាយបានដោយត្រឹមតែ$20,000ហេតុការណ៍ដ៏រន្ធត់ដែលបង្កឡើងដោយបុគ្គលខ្វះសីលធម៌រូបនេះបានកាត់ឡើងកាលពីយប់ថ្ងៃទី18ខែមីនាឆ្នាំ2026ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវរថយន្តស៊េរីទំនើប Mark 14 ពាក់ស្លាកលេខពិសេសកម្ពុជា PYN 7បានបោះពួយបុកម៉ូតូ Honda Today បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់សន្លប់បាត់បង់ស្មារតីក្នុងថ្លុកឈាមនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗអ្វីដែលធ្វើឲ្យមហាជនផ្ទុះកំហឹងខ្លាំងបំផុតនោះមិនត្រឹមតែជាការបើកបរខ្វះការទទួលខុសត្រូវប៉ុណ្ណោះទេប៉ុន្តែគឺជាឥរិយាបថមាក់ងាយជីវិតមនុស្សរបស់ជនបង្កតាមសាក្សីពីកន្លែងកាត់ហេតុជនបង្ករូបនេះបានបោះពាក្យសម្ដីយ៉ាងប្រហើនថាបើស្លាប់សង$20,000ក្នុងនាមជាមន្ត្រីរាជការនិងជាកូនអ្នកមានអំណាចកូនអភិបាលស្រុងតើបុគ្គលរូបនេះរៀនសូត្របានកម្រិតណាទើបហ៊ានយកលុយមកវាស់វែងជាមួយនឹងជីវិតមនុស្សបែបនេះតើសិលធម៌ក្នុងនាមជាអ្នកបម្រើរាស្ត្រនៅឯណាបើគ្រាន់តែជីវិតក្មេងម្នាក់បុគ្គលនេះមើលឃើញត្រឹមតែជាក្រដាសប្រាក់ទៅវិញក្រោយកាត់ហេតុប្រជាពលរដ្ឋរាប់សិបនាក់បានឡោមព័ទ្ធមិនឲ្យសមត្ថកិច្ចនាំខ្លួនជនបង្កចេញឡើយដោយបារម្ភថាមានការអន្តរាគមន៍ពីខ្នងបង្អែងនឹងធ្វើឲ្យរឿងនេះរលាយដោយអំបិលត្រូវតឹងមហាជនកំពុងដាក់សំណួរយ៉ាងធំទៅកាន់ស្ថាប័នច្បាប់ថាតើច្បាប់ក្នុងស្រុកខ្មែរមានទុកសម្រាប់ដាក់ទោសកូនអ្នកធំដែរឬទេតើសម្ដីងាប់សងលុយគួរតែត្រូវបន្ថែមទម្ងន់ទោសដែរឬទេក្នុងនាមជាការប្រមាថជីវិតតើអភិបាលស្រុកដែលជាឪពុកនឹងមានចំណាត់ការបែបណាលើកូនប្រុសដែលធ្វើឲ្យខូចកិត្តិយសគ្រួសារនិងជន់ឈ្លីច្បាប់រដ្ឋបែបនេះបច្ចុប្បន្នវត្ថុតាំងត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរីឯសាធារណជនវិញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់រវាងនៅចំណាត់ការរបស់សមត្ថកិច្ចយើងមិនចង់ឃើញយុត្តិធម៌ត្រូវបានទិញដោយប្រាក់$20,000នោះទេប៉ុន្តែយើងចង់ឃើញការអនុវត្តច្បាប់ស្មើភាពគ្នាដើម្បីជាមេរៀនដល់បុគ្គលអាងខ្នងអាងលុយឲ្យស្គាល់តម្លៃនៃជីវិតអ្នកដទៃដោយវងសុករដ្ឋាហៅប្រមាញ់01